ចាជំរាបសួរបងប្អូនទាំងអស់គ្នាជាថ្មីម្ដងទៀតនេះខ្ញុំបានថ្ងៃនេះមានមកហូបថ្មីទៀតហើយគឺខ្ញុំយកអាស្ពែថ្ងៃមុនដែលខ្ញុំបានយកទៅធ្វើចំហុយហើយខ្ញុំយកវាមកញ៉ាំធ្វើជាមួយទឹកស៊ុបតែថ្ងៃនេះខ្ញុំយកវាមកឆាម្ដងបងប្អូនខ្ញុំទិញ1គីឡូនៅសល់កន្លះគីឡូអញ្ចឹងខ្ញុំយកវាមកឆាហ្នឹងហើយអញ្ចឹងអាស្ពែខ្ញុំនេះមានចំនួន500ក្រាមខ្ញុំយកវាមកឆាមួយសាច់ជ្រូកផងដែរចឹងខ្ញុំមុននឹងឆាខ្ញុំត្រូវបកសំបកវាចេញដូចបងប្អូនបានធ្លាប់ឃើញម្ដងហើយគឺខ្ញុំត្រូវបកវាចាចឹងដែលយើងបកវាខ្ញុំបកសក់វាអញ្ចឹងណាបងប្អូនចាខ្ញុំត្រូវសក់វាអញ្ចឹងបើសិនជាខ្ញុំអត់សក់អញ្ចឹងទេពេលយើងឆាទៅវានឹងស្វិតចាដោយសារវានៅសំបកវាញ៉ាំទៅអត់កើតវាស្វិតណាចាអញ្ចឹងមិនយើងត្រូវតែសក់វាអញ្ចឹងដើម្បីកុំឲ្យវាស្វិតចាអញ្ចឹងខ្ញុំធ្វើការសកអាស្ពែខ្ញុំនេះឲ្យអស់ចាអញ្ចឹងនេះមិនមែនជាកៅឈូកទេបងប្អូនកុំឲ្យច្រឡំណាចាខ្ញុំមកមុនដំបូងខ្ញុំស្មានតែកៅឈូកមកនៅស្រុកគេដំបូងខ្ញុំឃើញអាហ្នឹងខ្ញុំថាអូនៅស្រុកនេះមានកៅឈូកលក់ល្អដល់ហើយតាមកាពិតអត់មានផងអាហ្នឹងអាស្ពែសោះអាហ្នឹងវាអត់មានដុះនៅក្នុងទឹកដូចយើងទេគឺគេដាំជារងដូចជាតកួនដូចជាអីចឹងប៉ុន្តែវានៅកប់ក្នុងដីហើយវាភ្លុះឡើងលើមកវាដុះឡើងមកលើជាដើមណាចាចឹងមិនមែនដុះក្នុងទឹកទេអាហ្នឹងគេដាំជារងនៅលើគោកនឹងឯងចាធ្វើរងវាដូចរងតកួនរងអីចឹងណាហ្នឹងហើយចឹងឥឡូវខ្ញុំនឹងសករបស់ខ្ញុំនេះឲ្យអស់ហើយបានខ្ញុំចាត់វាយកទៅឆាដូចជាកៅឈូកចឹងណាចាអញ្ចឹងចាំបងប្អូនតាមដានជាមួយខ្ញុំបន្តទៀតចាអូនេះសម្បកនេះខ្ញុំចាត់រួចហើយនេះឃើញនេះសម្បកច្រើនណាស់ចាហើយនេះគឺជាអាស្ពែយើងអញ្ចឹងយើងត្រូវចិតវាអស់ចឹងហើយបើមិនចឹងទេយើងឆាទៅវាស្វិតណាចាឥឡូវនេះខ្ញុំត្រូវយកវាទៅលាងទឹកហ្នឹងហើយចាឥឡូវនេះអាស្ពែខ្ញុំបានលាងទឹករួចហើយឥឡូវនេះខ្ញុំនឹងយកវាមកហាន់ចាអញ្ចឹងការដែលហាន់ហ្នឹងគឺយើងហាន់របៀបដូចយើងឆាកៅឈូកចឹងឯងបងប្អូនចាដូចគ្នាចឹងយើងហាន់វាចឹងណាចាយើងហាន់បងប្អូនធ្លាប់ឆាកៅឈូកមកយើងហាន់ដូចគ្នាចឹងទៅចាហ្នឹងហើយចឹងយើងហាន់វារបៀបនេះឯងចាអញ្ចឹងខ្ញុំបន្តការហាន់របស់ខ្ញុំឲ្យអស់មកហើយខ្ញុំនឹងយកវាទៅឆាជាមួយនឹងសាច់ជ្រូកចាអូខេចឹងខ្ញុំហាន់ឲ្យអស់សិនចាបងប្អូនឥឡូវនេះអាស្ពែខ្ញុំបានហាន់រួចរាល់ហើយចាគឺយើងហាន់របៀបនេះឯងចានេះគឺយើងហាន់វារៀងប្រឆិតតិចមកហើយអាស្ពែនេះចំនួន500ក្រាមហើយសាច់ជ្រូកនេះសាច់ជ្រូកកិន250ក្រាមហើយនឹងខ្ទឹមសខ្ញុំ5កំពឹសឥឡូវនេះខ្ញុំយកវាទៅឆាចាខ្ទឹមសនេះខ្ញុំចិញ្ច្រាំរួចហើយអញ្ចឹងខ្ញុំយកវាទៅឆាជាមួយនឹងសាច់ជ្រូកចាបងប្អូនឥឡូវនេះខ្ទះខ្ញុំដាក់ក្តៅហើយអញ្ចឹងខ្ញុំដាក់ខ្លាញ់ចាដាក់ខ្លាញ់ចូលទើបមកទៀតខ្ញុំនឹងដាក់ខ្ទឹមសលីងចាដែលខ្ទឹមសខ្ញុំបានចិញ្ច្រាំទុករួចហើយនេះខ្ញុំដាក់វាចូលហើយយើងលីងខ្ទឹមនោះឲ្យក្រហមទៅចាំយើងនឹងវាចាំយើងដាក់សាច់ជ្រូកយើងចូលចាឥឡូវខ្ញុំដាក់សាច់ជ្រូកខ្ញុំចូលយើងឆាសាច់ជ្រូកយើងនេះឲ្យ
វាឆ្អិនបន្តិចហើយយើងនឹងដាក់នេះយើងចូលទឹកត្រីចានេះខ្ញុំដាក់ទឹកត្រីចូលនៅក្នុងនេះបងប្អូនចាចាមិញខ្ញុំទឹកត្រីខ្ញុំដាក់វាមួយស្លាបព្រាបាយហើយឥឡូវនេះខ្ញុំដាក់អំបិលបន្តិចដែរកន្លះស្លាបព្រាកាហ្វេចាអញ្ចឹងអំបិលខ្ញុំដាក់ដែរដើម្បីវាចាប់ជាតិល្អខ្ញុំអត់ប្រើតែទឹកត្រីសុទ្ធទេចាបន្ទាប់មកទៀតខ្ញុំដាក់ប្រេងខ្យងមួយស្លាបព្រាបាយផងដែរចានេះប្រេងខ្យងខ្ញុំមួយស្លាបព្រាបាយខ្ញុំប្រើមួយស្លាបព្រាបាយប្រេងខ្យងចាចុះមកទៀតខ្ញុំដាក់ស្ករកន្លះស្លាបព្រាបាយចានេះស្ករខ្ញុំប្រើកន្លះស្លាបព្រាបាយចានេះគឺជាស្ករអំពៅខ្ញុំដាក់កន្លះស្លាបព្រាបាយរួចហើយបានខ្ញុំដាក់កាស្ទែខ្ញុំចូលចានេះខ្ញុំដាក់កាស្ទែខ្ញុំលីងចូលមួយនេះទៅហើយពេលដែលខ្ញុំដាក់អាស្ពែចូលនឹងខ្ញុំដាក់ទឹកវាបន្តិចខ្ញុំដាក់ទឹកវាចូល2វែកនេះចាដើម្បីឲ្យវាមានទឹកចារួចខ្ញុំនឹងគ្របវាទុកបន្តិចសិនដើម្បីឲ្យវាឆ្អិនឲ្យវាខយអាស្ពែហ្នឹងណាចាចឹងខ្ញុំដាក់បិទគ្របខ្ញុំទុកបន្តិចហើយចឹងបងប្អូនចាំតាមដានមួយខ្ញុំទៀតចាបងប្អូនឥឡូវនេះឆាខ្ញុំឆ្អិនហើយចាអាស្ពែហ្នឹងគឺបានន័យថាវាផុយហើយហ្នឹងហើយឥឡូវនេះខ្ញុំដាក់ជីវ៉ាន់ស៊ុយចូលបន្តិចជីវ៉ាន់ស៊ុយខ្ញុំនេះមានតកអីបងប្អូនខ្ញុំអត់មានអាស្រស់ទេខ្ញុំទិញយកមកដាក់កណាចាអញ្ចឹងខ្ញុំដាក់ចូលចឹងមកហ្នឹងហើយខ្ញុំដាក់ម្រេចផងដែរចាម្រេចនេះខ្ញុំដាក់កន្លះស្លាបព្រាកាហ្វេចូលណាចានេះម្រេចខ្ញុំកន្លះស្លាបព្រាកាហ្វេអូខេហើយបងប្អូនតែប៉ុណ្្នឹងឯងឆាខ្ញុំរួចរាល់ហើយបើបងប្អូនចង់បានទឹកឲ្យវាច្រើនបន្តិចបងប្អូនថែមទឹកតាមនឹងទៅចាហ្នឹងហើយនេះទឹកខ្ញុំដូចចង់ខាស់បន្តិចដែរទៅខ្ញុំដាក់ថែមបន្តិចទៀតដោយសារមិញខ្ញុំឲ្យវាដឹងឲ្យវាផុយអាស្ពែខ្ញុំហ្មងហ្នឹងហើយចឹងឥឡូវខ្ញុំភ្លក់មើលតើរមោមមិនហៅអូខេចាឥឡូវនេះខ្ញុំភ្លក់មើលតើវារមោមហើយនៅចាពួកខ្ញុំថែមទឹកអំបាញ់មិញខ្ញុំខ្លាចវាសាបចាហ្នឹងហើយចឹងរមោមហើយបងប្អូនព្រោះខ្ញុំអត់សូវញ៉ាំប្រៃទេអូខេចឹងហើយបងប្អូនរួចរាល់ហើយឆាអាស្ពែខ្ញុំនោះចាតែប៉ុណ្្នឹងឯងចាបងប្អូនទាំងអស់គ្នាឥឡូវនេះឆាអាស្ពែខ្ញុំចោលរួចរាល់ហើយចាអញ្ចឹងបងប្អូនមកភ្លក់ជាមួយខ្ញុំទាំងអស់គ្នាបងអាពីទីសំជិញឆ្ងាញ់ខ្ញុំអត់បានភ្លក់មួយបាយទេបងប្អូនព្រោះអីដោយសារខ្ញុំញ៉ាំបាយច្រើនពេកហើយចឹងខ្ញុំគ្រាន់តែភ្លក់ម្ហូបតែបងប្អូនយកទៅញ៉ាំជាមួយនឹងបាយចានេះខ្ញុំគ្រាន់តែភ្លក់ជាម្ហូបឲ្យបងប្អូនមើលទេចាតែ
ខ្ញុំអត់ទាន់ចង់ញ៉ាំបាយទៀតទេចឹងខ្ញុំគ្រាន់តែឆាឲ្យខ្ញុំទុកសិនចឹងណាបងប្អូនចាចឹងសូមជឿឆ្ងាញ់ជាមួយខ្ញុំទាំងអស់គ្នាហ្នឹងហើយបងប្អូនឆ្ងាញ់ហ្នឹងមកហូបហ្នឹងខ្ញុំជួយចិត្តណាអត់មានកៅអៅឈូកតែនឹងជំនួសកៅអៅឈូកបានចាវាអត់មានដូចគ្នាបេះបិទទេប៉ុន្តែក៏មួយយ៉ាងម្នាក់ដែរចានេះយើងដាក់លក្ខខ្ទឹមពីលើចឹងមកថែមទៀតណាខ្ញុំមានលក្ខខ្ទឹមស្ងួតខ្ញុំថែមចឹងតោះតាហ្នឹងហើយបងប្អូនសាបងប្អូនដែលមានអាស្ពែអាចធ្វើញ៉ាំបានបងប្អូននៅស្រុកខ្មែរខ្លះគាត់អត់មានទេអញ្ចឹងតែអ្នកនៅភ្នំពេញគាត់ខ្លះមាននៅហាងទំនើបណាចានឹងហើយចឹងឆាអាស្ពែបងប្អូនចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយទៀតចាបាយបាយ